សួស្តីបងប្អូនទាំងអស់គ្នានាងថ្ងៃនេះនាំបងមកមើលវីដេអូចូល NASA នៅសហរដ្ឋអាមេរិកចុះបងហើយទៅយូរដែរហើយ2ឆ្នាំហើយតែមានពេលកាត់វីដេអូទឹកបាញ់មុខវាយឆាតបានទៅដល់ NASA ដែរបងនិយាយទៅណាក៏អត់ភ្លេចយកទៅមួយដែរចូលដល់ក្នុងសារមន្ទីររបស់ NASA បងនិយាយទៅចូលទៅខាងក្នុងហ្នឹងប្លែកបងនេះទំចូលដល់ច្រកចូលដំបូងឯងហើយចូលដល់ក្នុងចូលមកខាងក្នុងនេះដូច showroom របស់គេចឹងបងនិយាយទៅគេដាក់តាំងឲ្យយើងមើលឧបករណ៍ដែលបានបោះទៅក្រៅភពហើយបន្ទាប់មកទៀតបានយើងដើរចូលទៅខាងក្នុងហ្នឹងជិះឡានទៅមួយតង់ទៀតចូលទៅដល់កន្លែង Apollo ហ្មងបងនេះនៅ Houston Texas ហើយខ្ញុំអត់សូវបកែរៀបរាប់ទេបងមើលផ្ទាល់បានតែនឹងក្រៅគឺថានិយាយទៅប្លែកហ្មងទៅដល់ដូចនៅក្រៅភពចឹងមានយានមានអាចផ្កាយគេមានតាំងនៅក្នុងនឹងទាំងអស់បងនិយាយទៅគេដាក់តាំងអាចផ្កាយដែលនាំយកមកពីក្រៅភពយើងចេញពី showroom ហើយអញ្ចឹងយើងជិះឡានគេមានឡានគេដូចរថភ្លើងអញ្ចឹងហើយទៅកាលហ្នឹងទៅខែត្រជាក់បងជិះចូលទៅមើល Apollo នៅខាងក្នុងចឹងដីគេមកវាលធំចឹងទៅយើងជិះលំហែមើលឆ្វេងមើលស្ដាំរួចបានចូលទៅដល់កន្លែងស្ថានីយ៍របស់Apollo ហើយជិតដល់កន្លែងApollo ហើយបងនេះគេមានតាំងរៀបចំដេក័រចូលទៅដល់រដូវកាល Christmas ចឹងទៅដល់ក្នុងស្ថានីយ៍ដែលគេរៀបចំដាក់ Apollo បងហើយនៅហ្នឹងគេមានលបងនិយាយទៅច្រើនជាន់ដីគេធំមែនតើហ្មងបរិវេណរបស់គេប្លែកទាំងការរៀបចំក្មេងមានក្មេងមានចាស់អីទៅមើលច្រើនណានៅនិយាយទៅគេចូលអញ្ចឹងគេមានតាមជួរតាមជើងទៅស្រុកហ្នឹងភាគច្រើនទៅដល់សិតតែត្រង់ជួរគ្នាហើយចូលដល់ក្នុងនេះ Apollo ដែលបានហោះទៅក្រៅភពអញ្ចឹងគេយកមកដាក់តាំងឲ្យយើងចូលទស្សនាតែគេលក់សម្បត្តិតែខ្ញុំផ្លេចបាត់ហើយអត់ដឹងម៉ានេះកាលហ្នឹងបងថ្លៃគាត់អ្នកទិញចឹងចូលទៅក្នុងហ្នឹងនេះ Apollo និយាយពីវែងមែនតើហ្មង Apollo នេះបានហោះចេញទៅក្រៅមានឡែនជាមួយនឹងទឹកបាញ់មុខទៅដល់ណាក៏អត់ភ្លេចទៅដែរបងនេះវីដេអូ Apollo ទី17ដែលបានហោះទៅដល់ក្រៅភពបងហើយគេមានដាក់ទៅសេប្រវត្តិរូបអីនៅលើនឹងអីច្រើនដែររៀបរាប់គាត់ណាខ្ញុំអត់បកកែនិយាយអញ្ចឹងគាត់ណាចង់បង្ហាញក្នុងវីដេអូហ្នឹងគឺថាទៅអាមេរិកហ្នឹងបានចូលទៅមើលនៅ NASA នឹងគេដែរបាយបង